រដ្ឋបានដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មលើលិខិតអនុញ្ញាតអាជីវកម្មដឹកជញ្ជូនក្នុងប្រទេសនិងឆ្លងដែនតាមផ្លូវគោករាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការដឹកជញ្ជូនកាលពីថ្ងៃទី16ខែតុលាឆ្នាំ2025បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេសនិងឆ្លងដែនតាមផ្លូវគោកលោកពេញពួរនេះរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថាប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេសនិងឆ្លងដែនតាមផ្លូវគោកគឺជាប្រព័ន្ធបច្ចេកវិទ្យាដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការស្នើសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអនឡាញក្នុងនោះមានលិខិតអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេសដឹកទំនិញអាជីវកម្មដឹកជញ្ជូនផ្លូវគោកឆ្លងដែននិងអាជីវកម្មដឹកជញ្ជូនសាធារណៈដឹកអ្នកដំណើរលោកបន្តថានេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋដែលផ្តោតលើប្រតិបត្តិការដឹកជញ្ជូនដែលនេះមិនត្រឹមតែជាការធ្វើឲ្យប្រសើរឡើងនៅនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេក៏តែជាការបោះជំហានដ៏ធំមួយនៅក្នុងការធ្វើបរិវត្តកម្ម Digital នៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី4នៅក្នុងវិស័យសាធារណការនិងដឹកជញ្ជូនស្របតាមមេគាដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសូមជម្រាបថាក្រសួងបានដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចាប់តាំងពីឆ្នាំ2017ដែលមានដូចជាប្រព័ន្ធដាក់ពាក្យចុះបញ្ជីយានជំនិះប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះប្រព័ន្ធដាក់ពាក្យប្រឡងយកប័ណ្ណបើកបររួមជាមួយនឹងប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនិងលេខពិសេសផ្ទាល់ខ្លួនសម្រាប់តូចក្រយានយន្តត្រីចក្រយានយន្តនិងម៉ូតូកង់4ដែលបាននឹងកំពុងធ្វើការផ្លាស់ប្ដូររបៀបរបបការងារនិងការផ្តល់សេវាសាធារណៈនៅក្នុងវិស័យសាធារណការនិងដឹកជញ្ជូនឆ្ពោះទៅកាន់ការធ្វើបរិវត្តកម្ម Digital ពេញលេញនៅក្នុងគោលដៅផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋកាត់បន្ថយនីតិវិធីស្មុគស្មាញចំណេញពេលវេលានិងលុបបំបាត់ចំណាយក្រៅផ្លូវការប្រកបដោយជំនឿទុកចិត្តនិងប្រសិទ្ធភាពខ្ពស់